บัตรในประเทศไทยเนี่ยខ្ញុំនឹងធ្វើប័ណ្ណអំពីរបៀបប្រើប្រាស់តេឡេម៉ាកដៃឈិនអញ្ចឹងតេឡេម៉ាកដៃឈិននេះតេឡេម៉ាកដៃឈិនអញ្ចឹងកន្លែងនេះ power បិទបើកម៉ាស៊ីនចុចមួយបិទបើឃើញ on មានបើកម៉ាស៊ីនកន្លែងនេះកន្លែងតឡើងឬក៏បន្ថយអង្សាសេកន្លែងនេះតឡើងឬក៏បន្ថយល្បឿនកង្ហាល់អញ្ចឹងបើយើងចុចទៅឃើញនេះពេញមកល្បឿនកង្ហាល់ពេញបើយើងចុចទៅឃើញអានេះឃើញអានេះតិចមានកង្ហាល់មកតិចបើយើងឃើញអក្សរ A មានតែអូតូយើងកាលវាកង្ហាល់បកខ្លាំងយើងហៅវាកង្ហាល់វាបកខ្សោយអញ្ចឹងយើងចង់ឲ្យកង្ហាល់ខ្លាំងបើយើងដៃខ្លាំងមកប៉ុន្តែបើយើងដាស់សាយយើងដាក់តិចមកបានហើយហើយកន្លែងមុខនេះយើងមើលកន្លែងសញ្ញាព្រិលនេះមានតែតិចយើងចុចមួយឃើញរូបកង្ហាល់មានយើងប្រើកង្ហាល់សុទ្ធយើងចុចឃើញដំណក់ទឹកនេះម្ដងតិចម្ដងអត់តិចអញ្ចឹងយើងចុចកន្លែងឃើញសញ្ញាព្រិលនេះមកគឺតិចហើយ swing នេះគឺស្លាប់ហើយចុះក្រោមខាងលើអញ្ចឹងយើងចុចមកបាទចុចមកស្រាប់រេបាទនេះគាត់ឃើញរេបាទរេនេះចុចរេចង់បានប៉ុណ្ណាយើងចុចប៉ុណ្ណឹងមកហើយ sleep នេះធ្វើឲ្យសំឡេងវាស្ងាត់ល្អបាទកន្លែង eco mode នេះសំចៃភ្លើងកន្លែង powerful នេះអមយើងបើកសិនដំបងយើងដាក់ពាក់ powerful នេះមកមានន័យថាម៉ាស៊ីនដើរខ្លាំងអញ្ចឹងវាឆាប់បញ្ជាក់កន្លែង timer នេះយើងកំណត់ម៉ោងបិទបើកបាននេះ on នេះ off នេះ cancel វាវិញមកអានេះឡើងចុះដើមមកតែបើយើងចង់ជិះ error code យើងចុចអានេះឲ្យចប់ចុចឲ្យចប់មកបើជិះ00មកបន្តមកយើងចុច cancel មកយើងរាវមកឃើញកូដប្រមាណគឺកូដប៉ុណ្ណឹងហើយព្រោះមកយើងចុចទៅវាម៉ាស៊ីនធ្វើទៀតរហូតមានន័យថាវា error ហើយអញ្ចឹងបើយើងឧមាថា C ឧមាថា E1 អញ្ចឹងបើម៉ាស៊ីនលីសូត្រឹតវា error យើងឆែកកូដទៅយើងឆែកមួយហើយអានេះយើងមិនចាំធ្វើអីទេយើងទុកចោលទៅវា reset មកអូតូឬក៏យកដកថ្មមកផ្លែទៅបាទ